សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែកម្លែកទៅដល់បងប្អូនអរគ្នាទាក់ទងអំពីការធ្វើឲ្យអ៊ីនធឺណិតរបស់យើងដើរលឿនជាងមុនបើសិនបើបងប្អូនទៅកន្លែងណាដែលមិនសូវមានសេវាបងប្អូនអាចធ្វើតាមនឹងបានជាដំបូងយើងត្រូវតែរកពាក្យថា setting នេះ setting របស់ខ្ញុំបើសិនបើបងប្អូនរកពាក្យ setting នៅមិនឃើញទេបងប្អូនគ្រាន់តែចុចខាងលើអស់មកកោមកចឹងវា load ពាក្យថា setting មកនេះរូបសញ្ញាកងចាក់ហ្នឹងចឹងcònយើងចុចលើសញ្ញាកងចាក់ហ្នឹងទៅវានឹងដល់ setting តមកទៀតយើងរកពាក្យថា connect នេះពាក្យ connect តមកទៀតយើងអស់ឡើងទៅលើហើយរកពាក្យថា mobile networks នេះពាក្យ mobile network តមកទៀតយើងរកពាក្យថា network operators តមកទៀតយើង select លើ auto ពាក្យថា select លើ auto នេះហើយយើងយកពាក្យថា OK តមកវាចាប់ផ្ដើម scan ឲ្យយើងscan ហើយវាចេញមកចឹងវាមានប្រព័ន្ធជាច្រើនមាន smart smartphone ហើយនិង SIM card បើសិនបើបងប្អូនប្រើ smart បងប្អូនយក smart ទៅបងប្អូនប្រើ smartphone យក smartphone ទៅបងប្អូនប្រើ SIM card យក SIM card ទៅតែខ្ញុំប្រើ smart ចឹងខ្ញុំចុចលើ smart ឥឡូវបានហើយកន្លែងនេះកន្លែង network mode នេះបងប្អូនអាចselect បានយកបានប្រសិនបើបងប្អូនកន្លែងដែលបងប្អូនសេវាខ្លះបងប្អូនអាចយក 5G បានប៉ុន្តែកន្លែងខ្ញុំប្រើបានតែ 4G ទេហើយមួយចំណុចទៀតបងប្អូនអាចអស់មកក្រោមចុចខាងលើអស់មកក្រោមមកដើម្បីយើងយករូបសញ្ញាយន្តហោះនេះដើម្បីយើងផ្ដាច់គ្រប់ប្រព័ន្ធទៅនៅពេលយើងផ្ដាច់គ្រប់ប្រព័ន្ធទៅយើងបើកវិញមកចឹងអ៊ីនធឺណិតមកវិញចឹងវាដើរលឿនជាងមុនឯងអរគុណពុកម៉ែបងប្អូនសម្រាប់ការចូលទស្សនាបើសិនបើពេញចិត្តនៅវីដេអូនេះបងប្អូនជួយ Subscribe ម្នាក់មួយផងសូមអរគុណ